កងរាជវរហាត់ខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ការងារប្រចាំខែកក្កដានិងទិសដៅប្រចាំខែសីហាឆ្នាំ2026នៅថ្ងៃអង្គារទី4សីហា2026វេលាម៉ោង 7:30 នាទីលោកឧត្តមសេនីយ៍ត្រីវង្សធីមេបញ្ជាការរងនៃសេនាធិការកងរាជវរហាត់ខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីជំនាញនិងថ្នាក់ដឹកនាំនៃកងរាជវរហាត់ខេត្តសរុបចំនួន21នាក់អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារតាមប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេងដែលយើងហៅថា Video Conference កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍តូសសម្បូរធុនមេបញ្ជាការរងនាយសេនាធិការកងរាជវរហាត់លើផ្ទៃប្រទេសនៅសាលប្រជុំតូចជាន់ទី3អគារសេនាធិការដ្ឋានកងរាជវរហាត់ខេត្តបន្ទាយមានជ័យនៅក្នុងកិច្ចប្រជុំលោកមេបញ្ជាការរងនាយសេនាធិការបានដឹកនាំផ្សព្វផ្សាយនិងពិនិត្យលើរបៀបវរៈសំខាន់រួមមានទី1ផ្សព្វផ្សាយនិងពិនិត្យរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែកក្កដាឆ្នាំ2026ព្រមទាំងទិសដៅនិងផែនការការងារសម្រាប់អនុវត្តក្នុងខែសីហាឆ្នាំ2026ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារនិងអនុវត្តទូនាទីភារកិច្ចរបស់អង្គភាពទី2ផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពជូនអាដាមរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាដោយតម្រូវឲ្យកងកម្លាំងពាក់ព័ន្ធត្រៀមលក្ខណៈសហការអនុវត្តឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពទី3ពិភាក្សានិងផ្សព្វផ្សាយការងារផ្សេងៗពាក់ព័ន្ធនឹងការអនុវត្តទូនាទីភារកិច្ចរបស់កងរាជវរហាត់ដើម្បីធានាបាននៅការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវនិងទាន់ពេលវេលាជាមួយគ្នានោះកិច្ចប្រជុំក៏បានផ្ដោតសំខាន់លើការពង្រឹងការងារសន្តិសុខការត្រៀមកម្លាំងមធ្យោបាយនិងការសហការរវាងអង្គភាពពាក់ព័ន្ធដើម្បីធានាការអនុវត្តផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពឲ្យកាន់តែល្អប្រសើរជាពិសេសក្នុងឱកាសមានភ្ញៀវជាន់ខ្ពស់អញ្ជើញមកទស្សនកិច្ចនៅកម្ពុជាកិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសយកចិត្តទុកដាក់និងមានការចូលរួមពិភាក្សាយ៉ាងសកម្មដើម្បីអនុវត្តទិសដៅនិងផែនការការងារដែលបានដាក់ចេញសម្រាប់បានប្រសិទ្ធភាពខ្ពស់និងរួមចំណែកក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពជូនពលរដ្ឋនិងសង្គមជាតិ